រឿងដើមកំណើតរន្ទះកាលពីព្រេងនាយមានបិសាចមាយឈ្មោះរីមាសូនិងនាងអរៈទេវីមួយឈ្មោះមេខលាអ្នកទាំងពីរបាននៅបម្រើមហាឫសីដ៏មានរស់រែតម្នាក់ដើម្បីនឹងរៀនវិជ្ជាមុនអាគមគាថាបិសាចនិងនាងមេខលាបានខំរៀនប្រណាំងប្រជែងគ្នាដើម្បីបំពេញចិត្តគ្រូរៀងខ្លួនហើយអ្នកទាំងពីរប្រកបដោយបញ្ញាវៃក្រៃលែងដូចគ្នាតាបោះក៏ស្រឡាញ់អ្នកទាំងពីរនោះស្មើគ្នាពេលតាបោះបានបង្រៀនសិស្សលោកចប់គ្រប់មុខវិជ្ជាហើយលោកក៏ចង់លបងវិជ្ជាសិស្សមើលថាតើអ្នកណាមួយប៉ិនប្រសប់ជាងគេទើបលោកនិយាយទៅកាន់សិស្សថាបើអ្នកណាយកកែវមួយមានទឹកសន្សើមពេញមកឲ្យខ្ញុំបាននោះខ្ញុំនឹងធ្វើទឹកនោះឲ្យคล้ายទៅជាកែវមនោហរាហើយដោយគុណភាពនៃរតនវត្ថុនោះអ្នកម្ចាស់កែវអាចប្រាថ្នាធ្វើអ្វីឬចង់បានអ្វីចេះតែបានសម្រេចទាំងអស់រីមេសូក៏យកកែវមួយទៅត្រងទឹកសន្សើមដែលទើនៅស្លឹកឈើនិងស្មៅផ្សេងវាបានខំព្យាយាមធ្វើដូច្នេះជាច្រើនព្រឹកប៉ុន្តែឥតបានផលល្អសោះចំណែកឯនាងមេថេលាដែលជាស្រីគិតវែងឆ្ងាយក៏រើសយកបណ្ដូលឈើមួយយ៉ាងទន់ស្ពោតហើយយកទៅដាក់ផ្ដិតលើទឹកសន្សើមដែលដក់នៅលើស្លឹកឈើនិងនៅលើស្មៅទាល់តែដុំឈើនៅជក់ទឹកពេញទាំងអស់បន្ទាប់មកនាងមេថេលាបានយកដុំឈើនោះទៅច្របាច់ទឹកដាក់ក្នុងកែវអាស្រ័យដោយហេតុដូច្នេះនាងក៏រកទឹកសន្សើមដាក់កែវបានពេញហើយក៏យកកែវនោះទៅជូនមហាតាបោះហេតុដូច្នេះបានជានាងអរៈទេវីត្រូវបានតាបោះសម្គាល់ថាពិនប្រសប់ជាងបិសាចតាបោះជប់ទឹកសន្សើមនោះឲ្យកើតទៅជាកែវហើយប្រគល់ទៅឲ្យនាងមេខលាដោយប្រាប់ថាកែវនេះមានគុណភាពខ្លាំងណាស់បើអ្នកមានបំណងអ្វីមួយគ្រាន់តែលើកកែវនេះគ្រវីឡើងនោះមួយរំពេចសេចក្តីប្រាថ្នារបស់អ្នកនឹងបានសម្រេចភ្លាមមួយទៀតដោយគុណភាពនៃកែវនេះអ្នកអាចហោះកាត់អាកាសកប់ពពកជ្រក់អាចជន្លៀនទៅកាន់កន្លែងណាក៏បានទាំងអស់នាងអរៈទេវីក៏ទទួលយកកែវនោះមកលើកគ្រវីឡើងលើស្រាប់តែហោះវូទៅលើមេឃតម្រង់ទៅមហាសាគរចំណែកឯរាមីសូអាស្រ័យដោយការព្យាយាមដ៏យូរក៏រកទឹកសន្សើមដាក់បានពេញកែវហើយយកទៅថ្វាយមហាឫសីពោលថាចៅឯងយករបស់នេះមកយឺតយូរពេកហួសពេលតាត្រូវការឥឡូវតាបានឲ្យរតនវត្ថុនោះទៅនាងមេខលាទៅហើយមុនអាគមគាថារបស់តាអាចជប់វត្ថុបែបនេះបានតែមួយដងទេពេលបានឮមហាតាបោះថាដូច្នេះរាមនីសូក៏កើតសេចក្តីទោមនស្សពុនប្រមាណហើយក៏ស្រែកជុំអណ្ដើកអណ្ដក់យ៉ាងខ្លាំងដើម្បីលួងចិត្តប៊ឺសាចតាបោះក៏ប្រាប់ថាចូលចៅកុំកើតទុកខ្លាំងពេកចាំតាឲ្យពូថៅមួយពូថៅនេះអ្នកអាចយកទៅឆ្លោះដណ្ដើមយកកែវពីនាងអរៈទេវីមេខលាបាននាងមេខលានេះចូលចិត្តហោះហើរលេងនៅលើអាកាសដើម្បីមុជទឹកភ្លៀងដែលមានភ្លៀងម្ដងចូលអ្នកចោលពូថៅនេះទៅលើវានឹងបោះចោលកែវដ៏មានតម្លៃនោះប៉ុន្តែនៅពេលប្រយុទ្ធគ្នានោះចៅឯងឃើញវាលើកកែវឡើងក្រវីចូលចៅឯងបិទភ្នែកភ្លាមមុននឹងចោលពូថៅទៅលើវាពេលរាមាសូបានពូថៅមកកាន់នៅនឹងដៃហើយវាក៏ហោះស្វែងរកនាងមេខលាដើម្បីដណ្ដើមកែវមនោហរាប៉ុន្តែពេលនាងមេខលាបានឃើញរាមាសូភ្លាមនាងក៏យល់ឃើញថាបិសាចនេះប្រកាសជាមានបំណងធ្វើអាក្រក់មកលើនាងពុំខានទើបនាងលើកកែវក្រវីឡើងហោះទៅលើអាកាសវេហាខ្ពស់ក្រៃលែងខ្ពស់ពេលក្រឡេកឃើញពន្លឺចាំងនៃកែវមានសិលភ្លាមបិសាចក៏បិទភ្នែកវាជិតរួចក្រវែងអាវុធវាទៅអាវុធនោះក៏ហោះយ៉ាងលឿនលឺសូរសម្បើមក្រៃលែងប៉ុន្តែអត់ត្រូវនាងមេខលាទេចាប់តាំងពីពេលនោះមកទើបនៅពេលមានភ្លៀងផ្គរគេឃើញចាំងពន្លឺកែវហើយលឺសូរសំឡេងយ៉ាងខ្លាំងនៃអាវុធនោះអាស្រ័យហេតុនេះហើយបានជាក្នុងភាសាខ្មែរយើងឲ្យឈ្មោះដុំថ្មទាំងឡាយណាដែលមានរាងដូចផ្លែពូថៅឬចបកាប់ក្បាលស្រួចឬដូចកំបិតថាកម្មរន្ទះហើយសន្មតរបស់ទាំងនេះថាជាព្រួញរបស់យក្សបាញ់នៅលើមេឃធ្លាក់មកដី